វេសន្តរជាដកទានបារមីការសង្គ្រោះព្រះរាជបុត្រាបុត្រីរបស់ព្រះវេស្សន្តរក្រោយបានដឹងថាជូជកបានសុំយកចៅទាំងពីរទៅព្រះបិតារបស់ព្រះវេស្សន្តរបានសង្គ្រោះពួកគេពីជូជកវិញដើម្បីសងនៅអំពើឃោរឃៅរបស់ជូជកព្រះរាជាបានអញ្ជើញជូជកឲ្យទទួលទានអាហារយ៉ាងវិសេសវិសាលដោយសេចក្តីលោភលន់មិនប្រមាណខ្លួនជូជកបានបរិភោគទាល់តែហល់បែកពោះស្លាប់ក្រោយពីជូជកទទួលទណ្ឌកម្មរបស់ខ្លួនពិធីបុណ្យសពជូជកបានរៀបចំយ៉ាងឆាប់រហ័ស